មួយកែងឆ្វេងបិទជាប់រត់កែងស្ដាប់បត់ចំបាទរំចង់ចេញក្បាច់កែរំចង់ហើយព្រោះទឹកមុនមិនមែនរំចង់ទេព្រោះទឹកនេះមិនកែរំចង់ពិតប្រាកដសូមបងប្អូនផ្ទះដៃតាមចង្វាក់ភ្លេងទាំងអស់គ្នានេះរបាញ់មិញរបស់ចាន់រតនាគ្រោះថ្នាក់ណាស់ប្រសិនបើមិនរំចង់នេះចាន់រតនាប្រាប់ដួលគូប្រកួតច្រើនណាស់ជាពិសេសទូយរាជសីបាទដល់ទៀតរំចង់ដើរចូលមួយដៃស្ដាំក្បាលពោះវាយលើមិនត្រូវវាយក្រោមចាប់ទឹកទី2បាទសូមថ្លែងអំណរគុណផងដែរដល់លោកជីងហៅបាទ JC បាទកំពុងទស្សនានៅឯក្រុងតាខ្មៅជាមួយនឹងបងប្អូនកម្មករហើយបងប្អូនក្រុមការងារទាំងអស់នៅតាខ្មៅនេះជុំគ្នាទូរស័ព្ទមកឧបត្ថម្ភអ្នកអត្ថាធិប្បាយ$10សហរដ្ឋអាមេរិកបាទកំពុងទស្សនាហើយយ៉ាងម៉េចលោកហ៊ុនច័ន្ទរតនានេះយើងឃើញមកស្នៀតចុងក្រោយនេះបង្ហាញតែច័ន្ទរតនាបាទហើយការរំចង់បង្ហាញកែងជង្គង់រកសម្រុលក្បាច់រតនាបាញ់មិញយើងនិយាយទៅគឺឈ្នះគូប្រកួតច្រើនហើយបាទមិនទាន់ហ៊ានការទូទាយឬក៏វិនិច្ឆ័យថាច័ន្ទរតនាឬក៏កែរំចង់ទេតែគ្រប់ត្រូលនៅសង្វៀននេះគឺប្រហាក់ប្រហែលគ្នាបាទប៉ុន្តែអ្វីដែលយើងមើលឃើញទឹកទី2ហាក់ដូចជាកែរំចង់ក្របតិចសម្រុកខ្លាំងតិចបាទនេះយើងមើលតាមអ្វីដែលអ្នកឲ្យទឹកចេញក្រៅគូទី5ដែលជាគូដណ្ដើមខ្សែក្រវ៉ាត់ទឹកទី3ចូលដល់ទឹកទី3សូមជូនរូបភាពទៅលោកគៀតនិងលោកម៉ៅនៅឯខេត្តពោធិ៍សាត់ហើយជាមួយលោកផិនហើយលោកហងនរិទ្ធហើយនឹងបងប្រុសកុងសារៈបាទនៅឯប្រែកជីកខេត្តបាត់ដំបងសូមជូនម្ដងទៀតអូជង្គង់ស្ដាំដល់ការប្រកួតផ្ទះដៃទាំងអស់គ្នាបងប្អូនបាទនេះតោះហ្នឹងហើយអ្នកគ្រប់ត្រូលដល់អញ្ចឹងឲ្យសូគ្នាចាន់រតនាកំពុងសម្រុកលើកែរំចង់ប្រឡែងមួយកែងអូហើយមិនធម្មតារំចង់ដើរចូលរតនាកំពុងព្យាយាមទប់ជាប់ទេរតនាមិនអីរតនាគេអាចទប់បានមិនខ្វល់ដើរចូលអោបគ្នាបន្តិចរុញអញ្ញាកណ្ដាលលោកយមសង្គមបញ្ញាយកីឡាករទាំងពីរឲ្យសូមញ៉ាំរូបភាពទាំងនេះជូនទៅដល់ក្រុមគ្រូពេទ្យសមាជិករបស់ទូបយ័ននិងក្រុមការងារពិសេសរបស់ទូបយ័នដែលកំពុងស្ថិតនៅក្នុងស្រូវរមេហេកកែបន្តទៀតអូហើយពីរកែផ្ទួនចាន់រតនាដើរចូលមិនអីចាន់រតនានៅតែអាចទប់បានកែមួយរបស់រតនារំចង់សម្រុកវាយមួយដៃតែអត់ត្រូវកែរំចង់រហ័សរហួនរំចង់វាយដូចគ្នាអីយ៉ាឱកាសលាត់បន្តិចបាទមិនអីទេគូទាំងពីរពិតជាមិនធម្មតាពិតជាកក្រៅនៅសងវីនទូទៅបយ័នថ្ងៃសុងនេះហើយចាំមើលថ្ងៃនេះនរណាដណ្ដើមបាន3បន្ទុកមុនគេកែមួយរបស់រំចង់ជង្គង់មួយទៀតរបស់រំចង់អប់ជាប់ហើយចង់ថែមនេះតែថែមមិនកើតលោកអាញាកណ្ដាលញ៉ៃកីឡាករទាំងពីរសូមសំលេងទាំងអស់គ្នាមួយទៀតដកឃ្លាចុះក្រោយបន្តិចចំហរបស់រំចង់ដើរចូលធាក់មួយជើងកែងផុតចាន់រតនាខ្វាយពិសេសចេញបណ្ដាគ្រូដល់ទៅ3បាទសម្រាប់ចាន់រតនាកែរំចង់កូនសិស្សលោកកៅសំអាងកងពលកងលេខអន្តរាគមបាទកងពលអន្តរាគមលេខ8ក្នុងទ្របចូលបាទសម្រាប់ក្លឹបរបស់កែរំចង់នោះគឺនៅក្លឹបកងពលអន្តរាគមលេខ8ក្នុងទ្របឥឡូវនេះចាន់រតនាកំពុងប៉ះពៅអាយជង្គង់មួយទៀតរតនាជាទូទៅទម្លាប់របស់គេកែងល្អមួយដៃថែមទៀតដើរចូលកាច់ស្ទុះចូលទាត់ជើងក្រោមអត់ត្រូវកែរំចង់កំពុងធ្វើព្យុះភ្លៀងដាក់ចាន់រតនាទាត់សងវិញស្ទុះចូលប្រើកែងមួយទៀតដើរចូលចោលកែងទៀតចាប់គ្រាកកជាប់ជួយចិត្តដល់រ៉មែនតែនមកសម្រាប់គូដណ្ដើមខ្សែក្រវ៉ាត់ទី1នេះហើយសប្តាហ៍ក្រោយឡុងសវណ្ណនឹងប៉ះជាមួយអ៊ុងរៈមួយដៃវាយចេញពីខាងរបស់រំចង់លាដៃបាទចិត្តចាប់ទឹកហើយបាទអត់ទាន់ចាប់ទឹកទេរត់ជើងក្រោមអត់ត្រូវរតនាសម្រុកចូលវិញចាប់ទឹកទី3ចាប់ទឹកទី3បាទរសនារូបភាពយើងនៅក្នុងទឹកទី3ឱកាសកែរំចង់ហុចកែងមួយទៅលើចាររតនាកែងទី2និយាយរូបភាពយឺតត្រូវ
មិនយូរពេលជឿនគេនាំគ្នាខាឡើងលឿន រូបភាពលឿន បាទដូច្នេះខ្ញុំបាទសូមអធិស្ឋានដល់ប្រិមត្តទូរទស្សនិកជនបើសិនជាការអត្ថាធិប្បាយរបស់ខ្ញុំបាទលើសលប់ខ្វះខាតនៅប្រការពីការសរុបណាមួយសូមមេត្តាប្រិមត្តទូរទស្សនិកជនមេត្តាអធិស្ឋានយើងការផ្សាយផ្ទាល់ផងគឺថ្ងៃនេះបងប្អូនច្រើនរាប់ពាន់អ្នកហើយណែនាំសង្វៀនទូបយ័នចាប់ពីសប្តាហ៍នេះតទៅយើងនឹងសង្ឃឹមថាបងប្អូនមកគាំទ្រកីឡាករដណ្ដើមខ្សែក្រវ៉ាត់របស់ស៊ីម៉ង់ភ្នំនេះឲ្យបានច្រើនជាងនេះទៅទៀត បាទហើយយើងសហការឧបត្ថម្ភផងដែរដោយក្រុមហ៊ុន អ្នកឲ្យទឹកចេញក្រៅ ណាំលៀប campaign ឆ្នាំពណ៌ជាតិ campaign ធ្វើឲ្យស្រស់ស្អាត បាទជូនរូបភាពនេះទៅលោក គូទី5ដែលជាគូដណ្ដើមខ្សែក្រវ៉ាត់ទឹកទី4 ទឹកទី បាទជូន 4 រូប ហើ ភាព យ នេះទៅលោកពូម៉ៅឡាយបាទកន្លែងបដូរកង់រថយន្តផ្លូវបាទផ្លូវម៉ៅសិនតុង កំពុងទស្សនាគូខ្សែក្រវ៉ាត់ដូចគ្នាអើយយអញ្ញាកដាលយ៉ាងម៉េចចង់ប្លុកពីអញ្ញាកដាលលោកកងួន បាទបាញ់មិញនេះកម្លាំងរបស់រតនារុញរំចង់តែកឡោតខ្លួនឯងសម្រាប់រតនា រំចង់ដើរចូលដល់ស្ដាំម្ដាយរំចង់ដើរចូលទៀតនេះរំចង់មិនមែន ប្រលឹប បាទរំចង់គឺជារំចង់មកពីតំបន់ភ្នំទ្រាប់ បាទ បាទកងអន្តរាគមន៍ លេខ8បាទ បាទភ្នំទ្រាប់តំបន់ប្រាសាទព្រះវិហារបាទចាន់រតនាក៏ពាត់មួយជើងស្ដាំរំចង់ដើរចូលពាត់មួយជើងទៀតអត់អីបាទដើរស្ដាំរបស់រំចង់កែងទៀតអើយការប្រកួតអបសូមបងប្អូនទស្សនិកជននៅក្នុងនេះកុំឲ្យស្ងាត់ខុបទឹកបាទលោឡាខុបទឹកតែដៃខុបទឹកអាយយមកដៃពេញកំហឹងរបស់ការរំចង់មួយដៃស្ដាំទៀតអូហូចាន់រតនាចំមកវិញទិសហើយអាយ៉ារលកាយបោះមួយទៀតអត់ចំ ឲ្យខ្នង បាទបែកខ្នងតន់ក៏មិនអូន ទំលោតរបស់រតនាហើយ មិនមែនអូនទេយុ22ឆ្នាំដូចគ្នាទេអត់មានហៅខ្ញុំអូនទេតទៀតមួយជើងស្ដាំរបស់ការរំចង់ការរញរំចង់បានពោលពាក្យថាមិនញើតអ្នកទាំង3អ្នកឡើយអាចារ្យរតនាក៏ថាមិនញើតដែរបាត់ជើងទៀតបាទសូមអរគុណលោកជីងហើយ JC ផងបាទឧបត្ថម្ភអ្នកអត្ថាធិប្បាយ$10សហរដ្ឋអាមេរិកនៅឯតាខ្មៅកំពុងទស្សនាទាំងអស់គ្នាហើយជូនពរឲ្យលោកមានសុខភាពល្អរកស៊ីទទួលទានមានបានអូយហូបាច់ពិសេសបាទពិសេស អោនផុត បាទកែរំចង់នេះវាយមិនធម្មតាវាយពីចំកាមេរ៉ាម៉ាន់ទៀតលោកគុណ បាទពិសេសតពិសេសមិនមិញបាទ រលកាយជួយអី បាទរតនាការ មើ បន្ត លកុំឲ្យ ទៀ ស្ងា ត ត់ផ្ទះដៃតាមចង្វាក់ភ្លេងទាំងអស់គ្នាបងប្អូន រំចង់ដេញរហូតចាប់ជើងរតនាជប់ឱកាសអូហូយប្រុងរុញមិនបានសម្រេចរតនាដើរចូលប្រើកណ្ដាប់ដៃខ្លាំងរបស់គេតែវាយមិនចូលគាត់ជើងក្រោមលើកជើងអត់ឲ្យដល់សងវៀនតនេះទាត់យ៉ារំចង់លេងស្រីពិសេសមួយតែអាចអូយក្បាច់អមមិញពិតជាគ្រោះថ្នាក់មែនទែនបាទវាយពីក្រោយបន្តិចព្រោះចាន់រតនាចូលចិត្តឲ្យខ្នងណាស់មិនធ្វើឲ្យរតនានៅតែទប់បានជាមួយរំចង់ហើយរំចង់បើមិនប្រយ័ត្នអាចត្រូវក្បាច់ពិសេសរបស់រតនាក៏ថាបានគីឡូបន្តិចមួយពីរទាត់មួយជើងរំចង់ដើរចូលប្រាកែងទេអត់ទាន់ប្រាកែងដើរចូលកែងមួយទៀត បាទចន្ទរតនាថ្ងៃនេះប៉ាដៃគូស្វិតហើយ បាទចាប់ទឹកទី4 ចាប់ទឹកទី4 ទស្សនារូបភាពយឺតទឹកទី4បាទឱកាស អូ កែរំចង់ បាទយើងឃើញ ប្រើ កាយរុកអីអូយ បាទរបស់រតនា បាទស្លៀកម្នាក់លោក បាទម៉ាស៊ីននេះបាទតែទីបំផុតគឺតែខ្វៀងទាំងអស់ បាទយើងសូមបញ្ជាក់អំពីការចាប់រង្វាន់វគ្គក្រោយរបស់ក្បឿងត្រាពេជ្រនិងស៊ីម៉ង់ភ្នំបាទលើកទី5ថ្ងៃទី2ខែកញ្ញាឆ្នាំ2011 អូចិត្ត ចឹង ដល់ រង្វាន់មានម៉ូតូ1គ្រឿងទូរស័ព្ទដៃ2គ្រឿងខ្សែកមាន 2G និង 5G អតិថិជនដែលមិនទាន់ត្រូវរង្វាន់កុំទាន់អន់ចិត្តថាហេពេលណាដល់ត្រូវរង្វាន់ខ្ញុំអត់ត្រូវអវៈតូចយកអវៈធំយកឡានតែម្ដង បាទសល់ជាង2សប្ អ្នក តាហ៍ ឲ្យទឹកចេញក្រៅ សល់ជិត គូទី5ដែលជាគូដណ្ដើមខ្សែក្រវ៉ាត់ទឹកទី5គឺជាទឹកផ្ដាច់ព្រាត់ បាទដើម្បីឲ្យបានឈ្នះរង្វាន់ដោយអតិថិជនថ្ងៃនេះលោកអ្នកគ្រាន់តែទិញស៊ីម៉ង់ភ្នំ4បាវ បាទ ហើយស៊ីម៉ង់ភ្នំនឹងការជូក4បាវក្បឿងត្រាពេជ្រ50សន្លឹកទីប្រូត្រាពេជ្រ30សន្លឹកនឹងទទួលបានសន្លឹកឆ្នោតសងសំណាងនឹងគេហើយ មិនចេះភ្លាត់បន្តិចសម្រាប់រំចង់តាមទឹកទី5 អាចារ្យរតនានេះមិនមែនធម្មតាទេលោកហ៊ួន
សូម្បីតែអ្នកបង្ហាត់ច័ន្ទរតនានេះគឺលោកឪពុកច័ន្ទរតនារបស់គឺច័ន្ទមុនធឿន បាទគឺលោកឪពុកគាត់ផ្ទាល់គឺលោកច័ន្ទមុនធឿនដែលជាអ្នកបង្ហាត់កូនបាទហើយនេះជារូបភាពដែលម្ដាយច័ន្ទរតនាមកទស្សនាកូននេះថ្ងៃនេះបាទទស្សនិកជនឃើញអមិញនេះគឺជាម្ដាយច័ន្ទរតនាបង្កើតមកទស្សនាកូនហើយលើកកម្លាំងទឹកចិត្តកូនតាកូនវាយទៅម៉ែមកលើកទឹកចិត្តហើយលើកឪពុកឯងជាអ្នកបង្ហាត់ទៅទេហ៎ នឹងមានលោកគ្រូ2ទៀតនៅសំណាក់គុណខេមរៈខ្លះហោះ បាទក្លឹបខេមរៈខ្លះហើយយើងឃើញតែដូចច័ន្ទរតនានេះឯងហើយបាទហើយទៅប្អូនរបស់គេច័ន្ទតុងហ៊ីវបាទគឺកាយវិការការប្រកួតដូចគ្នា បណ្ដាលបន្តគ្នាយ៉ាងសម្បើមកាញ់ចូលឡើងជង្គង់អត់មានចាំស្អីហាមួយទៀតបណ្ដាលជនជាតិអូស្ត្រាលី កាត់ស្អីហាជនបរទេសខេមរៈខ្លះហោះដែរហ្នឹងហើយ ចូលបន្តិចកាញ់ចូលឡើងជង្គង់រុញជង្គង់ពីក្រោយមួយរបស់រំចង់